ធ្លាប់តែឆាក្តៅខ្យងថ្ងៃហ្នឹងគឺមកឆាក្តៅខ្ចៅវិញមើលចាខែធ្វើស្រែប្រាំងចេះបងប្អូនគឺស្រួលខ្លាំងមែនតែនខ្យងខ្ចៅក្តាមអីហ្នឹងព្រោះសារតែវានៅក្នុងស្រែហ្នឹងបើយើងអត់រើសចេញទេគឺនៅពេលដែលស្រូវយើងរៀងវែងគឺវាចាប់ផ្ដើមកាត់ទៅបើចង់ឲ្យងាយស្រួលឆាប់អស់គឺមានតែបាញ់ថ្នាំទេបងប្អូនរើសមិនកំអស់ដែរតែបាញ់ថ្នាំពេលខ្លះក៏វានៅតែមកវិញដដែលអញ្ចឹងណាឃើញខ្យងមិនសូវខ្វាកទេបងប្អូនតែបើឃើញខ្ចៅវិញគឺនិយាយពីថាខ្វាករើសអត់ចង់ងើបតែម្ដងព្រោះសារអីខ្យងនៅស្រុកខ្ញុំគឺលែងមានខ្យងខ្មែរមានតែខ្យងក្រហមសម្រាប់ក្តាមវិញគឺវាឲ្យឃើញតែម្ដងសិតតែក្តាមគ្រងធំក្តាមនៅបឹងខែនេះបងប្អូនគឺខ្លាញ់ច្រើនខ្លាំងមែនតែនបើយកទៅស្ងោរជ្រក់មិនដឹងថាជាតិប៉ុណ្ណាទេនិយាយទៅលាងដៃលាងជើងហើយដល់ពេលឃើញក្តាមវាចុះទៅចាប់ម្ដងទៀតនិយាយទៅគឺมันអាចរំលងបានតែម្ដងចំពោះក្តាមសម្រាប់ខ្ញុំនិយាយទៅគឺធ្វើម្ហូបបានច្រើនមុខខ្លាំងមែនតែនខ្ញុំចូលចិត្តយកទៅស្លស្ងោរក៏បានយកទៅស្លម្ជូរក៏បានធ្វើប្រៃធ្វើភ្លាអីនិយាយទៅគឺបានមួយសេតតែម្ដងយកទៅផ្ទះទៅមិនខកអំណងទេក្តាមហ៎ហើយងាកមកមើលជាមួយនឹងខ្ចៅខ្ញុំនេះវិញមិនមែនតែខ្ចៅទេខ្ចងក៏រឹសដែរព្រោះសារទៅឪថារឹសចេញមកកុំឲ្យវានៅកាត់ស្រូវអញ្ចឹងណាចាទឹកអត់ញ៉ាំក៏រឹសយកមកផ្ទះមកឥឡូវគឺយើងយកមកដល់ផ្ទះហើយខ្ញុំធ្វើការត្រាំទឹកទុកចោលហើយខ្ញុំរើសយកខ្ចៅចេញដលែកនិងខ្យងដលែកខ្យងក្រហមអត់សូវមានអ្នកហូបទេបងប្អូនតែបើសិនជាយើងហូបយើងស្ងោរយកតែក្បាលទៅឬក៏យើងអាំងក៏បានដែរព្រោះសារឥឡូវនៅស្រុកខ្ញុំហូបខ្យងខ្មែរនឹងលែងបានហើយខ្យងក្រហមនឹងញ៉ាំគ្រប់គ្នាដែរហើយសម្រាប់ខ្ចៅនេះដែរគឺខ្ញុំធ្វើការត្រាំជាមួយនឹងទឹកអង្ករហើយនឹងអំបិលបងប្អូនចង់ដាក់ម្ទេសទៀតក៏បានដែរដើម្បីឲ្យវាក្អែឆាប់ចេញដីអស់ហើយត្រាំទុកឡើងយូរដែរទម្រាំទៅចេញដីអស់ព្រោះសារតែយើងយកមកភ្លាមធ្វើភ្លាមអត់កើតទេយើងរើសមិនរើសនៅក្នុងទឹកទេគឺរើសនៅក្នុងផុកតែម្ដងអញ្ចឹងវាដីច្រើនបន្ទាប់ពីយើងលាងខ្ចៅសម្អាតខ្ចៅយើងឲ្យចេញដីអស់ហើយគឺឥឡូវខ្ញុំមកធ្វើជាមួយនឹងគ្រឿងវិញម្ដងមកឆាក្តៅជាមួយនឹងខ្ចៅខ្ញុំបុកជាមួយនឹងគ្រឿងមានគុលខីល្មៀតម្ដេងជាមួយនឹងស្លឹកក្រូចម្ទេសអីចឹងណាបងប្អូននិយាយទៅគ្រឿងដែលយើងបុកហ្នឹងគឺខ្ញុំបន្ថែមជាមួយនឹងស្រីដីចូលដែរព្រោះសារឆាក្តៅហ្នឹងដាក់ជាមួយនឹងស្រីដីគឺឆ្ងាញ់ខ្លាំងមែនតើឥឡូវគ្រឿងគឺបានបុកម៉ត់ហើយខ្ញុំមកដាក់ជាមួយនឹងខ្ទះដាក់កំប៉ុងខ្ទឹមឲ្យឈ្ងុយហើយចាំយើងចាក់ជាមួយនឹងគ្រឿងដែលយើងបុកមុននឹងចូលកំប៉ុងខ្ទឹមឲ្យឈ្ងុយហើយខ្ញុំធ្វើការដាក់ជាមួយនឹងគ្រឿងដែលខ្ញុំបុកម៉ត់មុននឹងដាក់ចូលមកទាំងអស់មកចានិយាយទៅខ្ចៅយើងគឺច្រើនដែរអញ្ចឹងយើងដាក់គ្រឿងរៀងច្រើនបន្តិចរួចហើយយើងដាក់គ្រឿងទេសចូលស្ករប៊ីចេងទឹកត្រីអីតាមចំណង់ចំណូលចិត្តចឹងមកបងប្អូនហើយសម្រាប់ខ្ចៅមួយមុខនេះខ្ញុំទៅធ្វើអត់យូរទេតែយូរអារឹសហើយនឹងត្រាំវានឹងឯងចាំវាទម្រាំទៅចេញដីទៅសង់មួយថ្ងៃរឹសទាំងព្រឹកមកបានធ្វើគឺល្ងាចល្មមបន្ទាប់ពីយើងកូរវាចូលគ្រឿងហើយអស់គឺខ្ញុំមកចាក់ជាមួយនឹងខ្ចៅនឹងចូលមកនិយាយទៅខ្ចៅយើងគឺច្រើនដែរគ្រឿងប៉ុណ្ណឹងគឺអត់ចង់លុបផងហើយយើងធ្វើការឆាត្រឡប់វាឆាត្រឡប់ឲ្យចូលគ្រឿងមកហើយយើងមិនបាច់ថែមទឹកណាព្រោះសារតែអាខ្ចៅខ្យងនេះនិយាយទៅគឺវាចេញទឹកមកពីខាងក្នុងហើយបើយើងថែមទឹកទៀតគឺច្រើនហើយខ្ញុំកូរវារហូតដល់វាចេញទឹកអស់ហើយរហូតដល់ស្ងួតទឹកទៀតបានខ្ញុំធ្វើការលើកព្រោះសារតែឲ្យស្ងួតទឹកទៅបានវាល្បកស្ទះវាអញ្ចឹងណាហើយខ្ញុំបន្ថែមជាមួយម្ទេសបន្ថែមពីលើទៀតមកព្រោះសារយើងខ្លាច់ស្ទើហិលតែប៉ុណ្្នឹងហើយណាបងប្អូននិយាយទៅគឺងាយខ្លាំងមែនតើមួយមុខនេះបងប្អូនញ៉ាំបាយកកពីឆ្នាំងអត់ដឹងនៅណាផងរដងធ្លាប់តែស្ងោរដល់ពេលសារហ្នឹងយកមកឆាចឹងម្ដងមានអីគឺចូលជាតិហើយរសជាតិគឺប្លែកម្យ៉ាងដែរហើយម្ហូបមុខនេះគឺញ៉ាំអត់ចេះអស់ទេញ៉ាំមួយចានសល់មួយចានអញ្ចឹងវីដេអូខ្ញុំគឺចប់ត្រឹមតែប៉ុណ្្នឹងឯណាកុំភ្លេចជួយ follow page បងម្នាក់មួយផងអរគុណសម្រាប់ការតាមដាន